ខ្សែប្រយុទ្ធ Victor Gyökeres ចាប់អារម្មណ៍ខ្លាំងលើការផ្ទេរទៅបិសាចក្រហម Manchester United បាទសួស្តីបងប្អូនប្រិយមិត្តជួបជាមួយនឹង admin ជុំវិញការដោះដូរកីឡាករនៅអឺរ៉ុបយោងតាមអ្នកកាសែតបញ្ចាកូបបានឲ្យដឹងថា Victor Gyökeres នឹងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចោះទៅលេខាសម្រាប់ Manchester United នៅរដូវក្តៅនេះក្រុមបិសាចក្រហមកំពុងសម្លឹងមើលការពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេបន្ទាប់ពីយុទ្ធនាការដ៏អាក្រក់មួយដែលពួកគេបានបញ្ចប់នៅក្នុងចំណាត់ថ្នាក់ត្រឹមតែលេខ15នៅក្នុងតារាង Premier League ហើយត្រូវបានផ្ដួលក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ Europa League ដែលមានន័យថាពួកគេមិនអាចចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបក្នុងរដូវកាលក្រោយនោះទេក្លឹបកំភ្លើងធំ Arsenal ត្រូវបានគេនិយាយថាជាក្លឹបមួយដែលស្ថិតនៅជួរមុខប៉ុន្តែឥឡូវពួកគេហាក់ដូចជាផ្ដល់លទ្ធភាពលើការផ្ទេររបស់កីឡាករ Benjamin Sesko ជំនួសទៅវិញដោយសារតែទំនាក់ទំនងរបស់លោក Robin Amarin ជាមួយនឹង Gyökeres អាចជាកត្តាធំក្នុងការចូលរួមក្លឹបបន្ទាប់របស់គាត់បើយោងតាមសារព័ត៌មាន Gimme Sport បានរាយការណ៍រួចហើយថាក្រុមបិសាចក្រហម Manchester United បានធ្វើការទំនាក់ទំនងអំពីការទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់ Gyökeres ប៉ុន្តែត្រូវបានគេជឿថាប្រហែលជាមានការលក់ជាចាំបាច់ដើម្បីទទួលបានជាមួយនឹងកិច្ចព្រមព្រៀងលើបន្ទាត់នេះដូច្នេះប្រសិនបើខ្សែប្រយុទ្ធ Marcus Rashford និង Sancho ចាក់ចេញពួកគេនឹងមានវិក័យប័ត្រប្រាក់ឈ្នួលក្នុងការវិនិយោគលើខ្សែប្រយុទ្ធរូបនេះយើងនៅតែត្រូវចាំមើលថាតើចុងបញ្ចប់ Gyökeres នឹងចូលរួមជាមួយនឹងបិសាចក្រហមដែរឬទេបាទអរគុណកុំភ្លេចជួយ like share និងជួយ follow